សម្រាប់សម្រាប់វីដេអូនេះយើងខ្ញុំនឹងបង្ហាញអំពីប្រភេទនៃពិការចលករខួរក្បាលដែលបណ្ដាលឲ្យប៉ះពាល់ដល់ការធ្វើចលនានិងភាពលំបាកក្នុងការធ្វើចលនាដែលពួកគាត់ជួបប្រទះទៅតាមប្រភេទនីមួយៗប្រភេទទី1គឺ spasticity ការកន្ត្រាក់សាច់ដុំជាអឆន្ទៈដែលកើតឡើងច្រើនជាងគេ Spasticity មានប្រហែល86%នៃពិការចលករខួរក្បាលដែលបណ្ដាលឲ្យសាច់ដុំក្លាយជារឹងនិងតឹងខ្លាំងដែលធ្វើឲ្យមានការលំបាកសម្រាប់ពួកគាត់ក្នុងការធ្វើចលនានិងប្រើប្រាស់សាច់ដុំរបស់គាត់សម្រាប់អ្នកដែលមានការកន្ត្រាក់សាច់ដុំជាអឆន្ទៈមានភាពលំបាកជាខ្លាំងក្នុងការប្រើប្រាស់សាច់ដុំរបស់ពួកគេដូចជាការចង់ធ្វើចលនាដៃឬជើងឬសាច់ដុំមាត់និងមុខរបស់គាត់ដើម្បីញ៉ាំនិងនិយាយសម្រាប់អ្នកខ្លះមានការកន្ត្រាក់សាច់ដុំជាអឆន្ទៈកម្រិតតិចតួចស្រាលឬកម្រិតធ្ងន់ធ្ងរហើយប៉ះពាល់ទៅលើចលនាតិចឬច្រើនអាស្រ័យទៅតាមបុគ្គលម្នាក់ៗប្រភេទនៃពិការចលករទី2គឺ dystonia ឬ atetosis ជាចលនាអឆន្ទៈដែលជាប្រភេទពិការចលករខួរក្បាលប៉ះពាល់ទៅលើចលនាអាចកត់សម្គាល់កាន់តែច្បាស់នៅពេលដែលគាត់ព្យាយាមធ្វើចលនាផ្លាស់ទីឬនៅពេលដែលរំភើបឬភ្ញាក់ឬអស់កម្លាំងចលនាអឆន្ទៈដែលបណ្ដាលឲ្យមានការរមួលមិនធម្មតានៅលើផ្នែកណាមួយនិងជាចលនាដដែលប្រហែល 6% នៃអ្នកមានពិការចលករខួរក្បាលមានចលនាអឆន្ទៈប្រភេទទី3គឺបញ្ហាលំនឹងនិងការសម្របសម្រួល ataxia ជាប្រភេទមួយដែលមិនសូវកើតមានសម្រាប់ពិការចលករខួរក្បាលataxia មានន័យថាដោយគ្មានការបញ្ជាឬមិនមានការសម្របសម្រួលចលនាataxiaត្រូវបានកំណត់ដោយភាពច្របូកច្របល់មិនច្បាស់លាស់អស្ថិរភាពឬគ្មានលំនឹងកើតឡើងនៅពេលដែលគាត់ព្យាយាមធ្វើសកម្មភាពអ្វីមួយដូចជាការដើរការរើសចាប់យកវត្ថុអ្វីមួយដែលបណ្ដាលឲ្យមានការរំខានដល់ការគ្រប់គ្រងសាច់ដុំនិងបាត់បង់លំនឹងទី4គឺពិការចលករខួរក្បាលប្រភេទចម្រុះមនុស្សខ្លះអាចមានការកន្ត្រាក់សាច់ដុំអឆន្ទៈផងនិងចលនាអឆន្ទៈផងដែរការដឹងពីប្រភេទនៃពិការចលករខួរក្បាលណាមួយដែលកូនរបស់លោកអ្នកមាននឹងជួយអ្នកគ្រួសារនិងអ្នកជំនាញបានយល់ច្បាស់ពីតម្រូវការពិសេសរបស់កូនអ្នក